បាទសួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយបងប្អូនយើងបានចាប់ផ្ដើមនៃឆ្នាំ2026ហើយខ្ញុំក៏ខានបានចេញវីដេអូរៀងយូរមកដែរហើយដោយសារថាមានការរវល់នៅក្នុងកិច្ចការងារជាច្រើនបាទអញ្ចឹងថ្ងៃនេះដោយហេតុជាទំនេរហើយក៏មានសំណួរមួយចំនួនពីមិត្តភ័ក្តិបងប្អូនដែលគាត់ស្គាល់គាត់បានសួរនាំទៅលើកិច្ចការងារចង់រត់ការបើកក្រុមហ៊ុនថ្មីការបើកសហគ្រាសថ្មីអីផ្សេងជាច្រើនអញ្ចឹងចម្ងល់ទាំងអស់នេះគឺពិតជាល្អណាស់ដើម្បីសម្រាប់ឲ្យប្រទេសមួយរីកចម្រើនទៅបានគឺតើតើយើងបង្កើតសហគ្រិនថ្មីក៏ដូចជាបើកជាហាងថ្មីក្រុមហ៊ុនថ្មីសហគ្រាសថ្មីឲ្យច្រើនដើម្បីអីគឺដើម្បីបានមានការនាំចំណូលចូលទៅដល់រដ្ឋយើងផងហើយក៏យើងជាអ្នករកទទួលទានជាផ្នែកមួយធំណាស់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិមួយឲ្យមានភាពរីកចម្រើនបាទអញ្ចឹងខ្ញុំសូមប្រាប់ជារួមតែម្ដងដល់បងប្អូនទាំងអស់គ្នាដែលមានបំណងចង់ទៅបើកជាក្រុមហ៊ុនសហគ្រាសអីផ្សេងគឺมันពិបាកទេបងប្អូនទៅរៀបចំខ្លួនឲ្យបងប្អូនមានឯកសារផ្លូវច្បាប់ពាក់ព័ន្ធឲ្យគ្រប់ចំនួនបន្ទាប់មកបងប្អូនអាច apply ចូលទៅខាងពន្ធដារចូលទៅខាងក្រសួងការងារចូលទៅខាងក្រសួងពាណិជ្ជកម្មហើយបន្ទាប់មកបងប្អូនចង់រកស៊ីទៅខាងអីគឺបងប្អូនទៅ apply នៅអាណាព្យាបាលខ្ញុំឲ្យឧទាហរណ៍បើសិនជាបងប្អូនចង់ទៅបើកជាវិស័យសន្តាគារអីផ្សេងអញ្ចឹងបងប្អូនទៅតំណងនៅខាងក្រសួងទេសចរដើម្បីទៅរត់យកអាជ្ញាប័ណ្ណដើម្បីឲ្យបងប្អូនអាចទៅរកស៊ីវិស័យសន្តាគារនោះបានបាទហើយសម្រាប់ការទៅចុះឈ្មោះទៀតសោតសម្រាប់ការទៅរៀបចំឯកសារផ្លូវច្បាប់ចូលទៅខាងការប្រកាសពន្ធអីផ្សេងខ្ញុំក៏ទៅតែចប់ពីសិក្ខាសាលាពន្ធដារមកដែរដោយសារដើមឆ្នាំនេះគឺគេមានបើកវគ្គទៅលើការប្រកាសពន្ធគេហៅថាសរុបប្រចាំឆ្នាំអីផ្សេងគឺมันមានភាពពិបាកឲ្យបងប្អូនឲ្យតែបងប្អូនយល់ច្បាស់នៅក្នុងវិស័យច្បាប់មួយនេះចឹងគឺបងប្អូនអាចនឹងទៅរៀបចំឯកសារធ្វើម៉េចប្រកាសឲ្យបានត្រឹមត្រូវហើយក្នុងនោះទៀតសោតខាងរដ្ឋគឺគាត់មានលើកទឹកចិត្តយើងជាអាជីវករច្រើនណាស់មិនដូចអ្វីដែលបងប្អូនគិតថាវាពិបាកអញ្ចេះទេនៅពេលដែលបងប្អូនចាប់ផ្ដើមទៅចូលរួមគឺដូចជាបងប្អូនជួយលើកកម្ពស់នៃសេដ្ឋកិច្ចជាតិយើងចឹងបាទហើយបើសិនជាមួយទៀតទៅលើអ្វីដែលខ្ញុំរៀបរាប់ខាងលើនោះបងប្អូនមានអារម្មណ៍ថារវល់ឬក៏បងប្អូនខ្ជិលទៅរៀបចំដោយខ្លួនឯងបងប្អូនរវល់នឹងកិច្ចការងារបងប្អូនអាចធ្វើការតំណមកខាងខ្ញុំបានហើយបងប្អូនអាចធ្វើការពិភាក្សាក៏ដូចជាប្រឹក្សាយោបល់ផ្សេងខាងខ្ញុំនេះរីករាយជានិច្ចទៅលើកិច្ចការងារមួយនេះដោយសារតែខ្ញុំមានចំណេះជំនាញទៅលើការងារនេះច្បាស់លាស់ហើយចឹងគឺខ្ញុំដឹងថាធ្វើម៉េចដើម្បីឲ្យបងប្អូនអាចទៅរកទទួលទានក៏ដូចជាបើកប្រកបជាក្រុមហ៊ុនសហគ្រាសតូចធំផ្សេងបានបាទអញ្ចឹងបងប្អូនគ្រាន់តែតំណងមកខ្ញុំតាមរយៈលេខ Telegram របស់ខ្ញុំ078 76 56និង56គឺខ្ញុំនឹងអាចប្រឹក្សាយោបល់បងប្អូនផ្សេងទៅលើកិច្ចការងារនៃការបើកក្រុមហ៊ុនសហគ្រាសតូចធំនោះបានហើយអរគុណចឹងថ្ងៃនេះខ្ញុំមានដំណឹងប៉ុណ្ណេះយកមកចែកជូនចឹងបើសិនជាបងប្អូនមានចម្ងល់អីផ្សេងពាក់ព័ន្ធទៅនឹងវិស័យបញ្ចាំពាក់ព័ន្ធទៅនឹងវិស័យផ្លូវច្បាប់ផ្សេងក៏បងប្អូនអាចធ្វើការមកពិភាក្សាជាមួយខ្ញុំបានដែរអរគុណច្រើនចឹងសង្ឃឹមថាខ្ញុំនឹងឆ្លៀតពេលចូលមកធ្វើវីដេអូផ្សេងចែកជូនជាចំណេះដឹងផ្សេងជូនទៅដល់បងប្អូនបន្តទៀតអរគុណច្រើន